អាលីខ្ញុំរកពីព្រលឹមដល់យប់ដើម្បីចេញសមុទ្រនេសាទលុយដែលរកបានទាំងអស់ខ្ញុំយកឲ្យដាជីដាក់របស់ឲ្យធ្វើបែបនេះដាក់ខ្ញុំហើយអ្វីលុយដែលអ្នករកបានមួយឆ្នាំមិនទាន់គ្រប់ឲ្យលោកលីញ៉ាំអាហារមួយពេលផងអ្នកនិយាយអ្វីមូលហេតុដែលលីមិនទាន់និយាយការពិតជាមួយអ្នកគឺព្រោះយើងត្រូវការទូកនេសាទរបស់អ្នកចេញសមុទ្រកាប់ត្រីហាពួកយើងប្រញាប់ទៅនៅលើសមុទ្រគ្រោះថ្នាក់ពេកពួកឆ្កែប្រុសស្រីអាស្រូវខ្ញុំមិនអស់ចិត្តទេខ្ញុំមិនអស់ចិត្តទេនេះជានាគពិតជាមាននាគមែននេះជាអ្វីខ្ញុំកំពុងចែករំលែកទស្សនវិស័យរបស់ខ្ញុំអាចបញ្ជាវាបានខ្ញុំពិតជាអាចបញ្ជានាគមួយក្បាលបានមែនសមត្ថភាពនេះខ្លាំងពេកហើយបើសមុទ្រជ្រៅបែបនេះដូចជាបើកផែនទី3អីចឹងត្រីក្រហមថ្មនេះមើលតាមទំហំយ៉ាងហោចណាស់8ចិនបើយកទៅលក់នៅទីផ្សារយ៉ាងហោចណាស់ក៏ពី000យកបានអ្នកឡើងជាប់ខ្ញុំក៏ចាត់ទុកថាសំណាងអ្នកមិនល្អទៅលើកនេះខ្ញុំមិនខ្លាចជាអ្នកមានហើយចាំងលីអ្នកមិនមើលងាយថាខ្ញុំក្រមែនទេដណ្ដើមទូកខ្ញុំថែមទាំងចង់យកជីវិតខ្ញុំទៀតខ្ញុំនឹងឲ្យពួកអ្នកសង្វិញ100ដងក្តាមសាច់ធំបែបនេះខ្ញុំទើបតែឃើញជាលើកដំបូងយកទៅទីផ្សារលក់មើលតាំងពីចេញបទបញ្ជាហាមនេសាទមកអាហារសមុទ្រធំបាត់អស់ហើយហាងខ្ញុំ3ថ្ងៃហើយគ្មានត្រីក្រហមថ្មលក់ខ្ញុំក៏ដូចគ្នាភ្ញៀវជំរុញរាល់ថ្ងៃតើឲ្យខ្ញុំទៅរកពីណាត្រីក្រហមថ្មទឹកជ្រៅក្តាមសាច់ធំប៉ុនចានលៀងមុខអាកាប់គុំរំលងឱកាសអីក្តាមសាច់ធំប៉ុនចានលៀងមុខស្រវឹងហើយមែនទេអ្នកសុកស្រានេះមកពីណាប្រហូតឈួតហើយមើលទៅដូចមិនដែលឃើញពិភពលោកទៅលេងកន្លែងផ្សេងទៅក្មួយប្រុសខ្ញុំម្នាក់និយាយថាមានត្រីក្រហមថ្មនិងក្រាមស្តេចថាកាចាងខ្ញុំរកស៊ីជំនួយអាហារសមុទ្រ15ឆ្នាំហើយមិនដែលឃើញក្រាមស្តេចលើក10ជាងទេគេគ្រាន់តែអួតប៉ុណ្ណោះស្រកាត្រីក្រហមស្រស់ភ្នែកភ្លឺថ្លានេះជាទំនិញស្រស់ទើបចាប់ពីទឹកឡើងប្រៃពិតស្រស់ពិតជើងក្រាមគ្រប់ទាំងអស់លើសម្បកនៅមានសាច់ស្មុតជាប់នេះពិតជាក្រាមប្រៃអោប្រៃឲ្យក្មួយប្រុសចាប់បានពីណាក្មួយប្រុសដាក់តម្លៃមកត្រីក្រហមថ្មមួយចិនប៉ុន្មានមួយចិន2000 2000ឥឡូវនេះក្នុងអំឡុងពេលហាមនេសាទទីផ្សារមិនសូវល្អខ្ញុំឲ្យអ្នក1 200មិនបានទេខ្ញុំឲ្យ1 500 1 500ក៏ទីពេកដែររបស់ខ្ញុំនេះជារបស់ព្រៃលំដាប់កំពូល 80000ត្រីនិងក្រាមទាំងអស់ខ្ញុំយកទាំងអស់លោកសិនថាគេហាងធីងហេគាត់មកប្រមូលទំនិញដោយខ្លួនឯងមែនហាងធីងហេជាភោជនីយដ្ឋានអាហារសមុទ្រធំបំផុតក្នុងស្រុកយើងនៅក្រុងជិតខាងក៏មានសាខាជាច្រើនដែរយល់ថាលោកសិនមានបុគ្គលិករកសម្នាក់ទ្រព្យសម្បត្តិយ៉ាងហោចណាស់ក៏រាប់សិបលានយួនត្រីតម្លៃ 80000 បាត់ពី000ក្នុងមួយចិន20ចិនក៏បានតែ 40000ក្តាមស្ដេចប៉ុន្មានក្បាលនេះឲ្យតម្លៃបែបនេះសំណាស់ 80000ទំនិញនេះខ្ញុំយកទាំងអស់អ្នកមានតែចំណេញមិនខាតទេលោកទេលោកពិតជាលោកព្រមព្រៀងសិនមួយសិនលោកមិនមែនកាត់មកខ្ញុំទេខ្ញុំជាអ្នកមកមុនលោកមិនមែនដំឡើងថ្លៃដល់ចិត្តណាទេថាកាចាងរកស៊ីមិនបាញ់ចែកអ្នកមកមុនឬក្រោយទេមើលតែអ្នកឲ្យថ្លៃជាងក្តាមស្ដេចនេះអ្នកចេះមើលទាំងអស់សុទ្ធតែដឹងថាមិនមែនជាចិនស្រីមិនអ្នករកស៊ីវិស័យនេះច្រើនឆ្នាំហើយគួរតែដឹងក្តាមស្ដេចត្រូវចំនួន10កន្លះចិនពិបាករកប៉ុណ្ណាហើយមើលទំហំត្រីក្រហមថ្មនេះក្នុងអំឡុងពេលហាមនេសាទនេះទូទាំងស្រុកមួយខែបានឃើញមួយក្បាលក៏ល្អហើយ 80000ខ្ញុំមិនខាតទេ 80000យួនលុយនេះល្មមឲ្យខ្ញុំចេញសមុទ្រធ្វើការប្រហែលឆ្នាំក្មេងនេះច្បាស់ជាមានអាកំបាំងប្រកបជាសំណាងធំណាស់រកឃើញតំបន់នេសាទសម្ងាត់ណាមួយហើយជាមានបទរបស់ខ្ញុំបើអ្នកនៅមានទំនិញប្រភេទនេះទៀតអាចតាក់ទងខ្ញុំបានគ្រប់ពេលខ្ញុំធានាថាតម្លៃនឹងធ្វើឲ្យអ្នកពេញចិត្តបានល្អណាស់ជួបกันនេះបាន 80000យួនយ៉ាងលឿនបើខ្ញុំមានទូកមួយទៅនេសាទស្មុទ្រឆ្ងាយរកបានរាប់សែនរាប់លានក៏មិនពិបាកដែរឥឡូវបើចង់បន្តនេសាទត្រូវយកទូកនេសាទមកវិញជាមុនសិនដូច្នេះអ្វីដែលសំខាន់បំផុតពេលនេះគឺយកទូករបស់ខ្ញុំមកពីដៃប្រុសស្រីអាក្រក់ទាំងពីរនោះវិញអ្នកស្រីសិនក្រាមស្ដេចនឹងត្រីក្រហមដែលទើបទិញមកលក់អស់ហើយអាហារសមុទ្រកម្រិតកម្ពស់បែបនេះសូម្បីតែខ្ញុំក៏កម្រិតបានឃើញលក់អស់ភ្លាមក៏មិនចម្លែកដែរអ្វីអតីតប្រធានសមាគមទិញអាហារសមុទ្រនឹងមកត្រួតពិនិត្យនៅក្រុងយូហ្វុងហើយនឹងរៀបចំពិធីជប់លៀងនៅទីនេះបើអាចចាប់យកឱកាសនេះបានប្រហែលជាភោជនីយដ្ឋាន TH អាចសហការរយៈពេលវែងជាមួយប្រធានជាតិបានប៉ុន្តែខ្ញុំនឹងទៅរកអាហារសមុទ្រកំពូលមកលើកមកកម្មវិធីពីណាប្រធានជាតិនឹងមកឥឡូវនេះសិនបានប្រកាសជាកំពុងបារម្ភខ្លាំងនេះជាឱកាសដ៏ធំសម្រាប់ពួកយើងអ្នកចង់ធ្វើដូចម្តេចទូកនេសាទភាគច្រើននៅកំពុងផែស្ថិតក្នុងដៃខ្ញុំបើនាងចង់បានទំនិញត្រូវតែសហការជាមួយខ្ញុំសួស្ដីអ្នកស្រីសិននិយាយថាប្រធានជាតិនឹងមកតើអ្នកគិតយ៉ាងម៉េច TH នឹងរៀបចំពិធីជប់លៀងប្រកាសជាត្រូវការអាហារសមុទ្រច្រើនរឿងផ្សេងខ្ញុំមិនហ៊ាននិយាយប៉ុន្តែនៅក្រុងយូហ្វុងឥឡូវនេះប្រហែលមានតែគ្រួសារលីរបស់ខ្ញុំទេដែលមានទូកនេសាទច្រើនជាងគេចូលយើងសហការគ្នាទៅលក្ខខណ្ឌគឺចាប់ពីពេលនេះទៅអាហារសមុទ្ររបស់ TH ត្រូវទិញពីខ្ញុំតែម្នាក់ហើយ TH ត្រូវចែកប្រាក់ចំណេញពាក់កណ្ដាលឲ្យខ្ញុំបើខ្ញុំនិយាយថាមិនយករំវិញអ្នកស្រីសិនសូមគិតឲ្យល្អបើទូស្វាគមន៍ប្រធានជាតិមិនបានល្អអ្នកដែលបាត់មុខមិនមែនជាខ្ញុំទេលីហៅអ្នកពិតជាសាហាវត្រូវហើយអាចរកគាត់បានឥឡូវខ្ញុំមានកម្លាំងតិចមិនទាន់អាចដួលប្រុសស្រីអាក្រក់ទាំងពីរនោះបានទេត្រូវបន្តរកលុយទៀតសួស្ដីអ្នកស្រីសិនខ្ញុំឈ្មោះចិនយន់ខ្ញុំជាចិនយន់ដែលបានលក់អាហារសមុទ្រឲ្យអ្នកលើកមុននិយាយតាមទូរស័ព្ទមិនសូវច្បាស់ទេឥឡូវនេះអ្នកអាចមក TH បានទេ TH បានចិនយន់ទីបំផុតអ្នកក៏មកហើយខ្ញុំនិយាយឲ្យខ្លីប្រធានជាតិនឹងមកត្រួតពិនិត្យខ្ញុំត្រូវការក្តាមស្ដេចនិងត្រីក្រហមកម្រិតកម្ពុជាច្រើនបើបានបង្កការខ្លះទៀតកាន់តែល្អឲ្យតែអាចទាក់ទាញភ្នែកគេបានអ្នកអាចយកទំនិញបានទេបានជាមិនខានប៉ុន្តែអ្នកស្រីសិនខ្ញុំគ្មានទូកទេអញ្ចឹងទំនិញមុនអ្នកយកមកពីណាទូកដែលជីតាខ្ញុំទុកឲ្យត្រូវលីហាបដណ្ដើមយកគាត់មិនត្រឹមតែរំខ្ញុំចុះទឹកថាខ្ញុំស្លាប់ថែមទាំងលេបទូករបស់ខ្ញុំយ៉ាងស្រួលនេះមិនមែនជាការប៉ុនប៉ងសម្រាប់ទេឥឡូវខ្ញុំគ្មានទូកតាំងទូកក៏នៅក្នុងដៃគាត់ឥឡូវខ្ញុំសូម្បីតែចុះសមុទ្រក៏មិនបានអាលីហាម្នាក់នេះមិនចម្លែកទេដែលហ៊ានអួតអាងបែបនេះរឿងទូកទុកឲ្យខ្ញុំដោះស្រាយនៅកំពង់ផែមានទូកនេសាទតូចមួយអាចអ្នកទៅបាវាទូកបីចាស់បន្តិចតែអាចប្រើបានអញ្ចឹងអ្នករងចាំទទួលទំនិញទៅប្រុងប្រយ័ត្នផងអូនេះមិនមែនចិនយន់ទេអ្នកចង់យករបស់កញ្ចាស់នេះចុះសមុទ្រមែនទូកបាក់បែបនេះក៏ហៅថាទូកដែរសូម្បីតែអាំងលៀងជើងរបស់យាយខ្ញុំក៏រឹងជាងវាដែរហាស្ដាប់ពូណែនាំមួយម៉ាត់កុំចេញសមុទ្រក្រែងលើកណ្ដាលផ្លូវ
ត្រឹងឲ្យគេពិបាកទៅស្រង់សាកសពអ្នកទៀតអ្នកទាំងពីរគ្មានការងារធ្វើទៅមើលខ្លួនឯងទៅក្មេងនេះពិតជាក្លាហានណាស់របស់ម្ចាស់បែបនេះក៏ហ៊ានបើកឲ្យវាបើកទៅទូកអន់បែបនោះបើវាចាប់បានត្រីសាឌីនមួយក្បាលក៏ចាត់ទុកថាភ្នូបបរោះមែនទេចាញ់ហើយអូយលើកនេះច្បាស់ជាខ្លាចជាអ្នកមានហើយទាញវាឡើងមកអីហ្នឹងមុននេះវាជាអ្វីទៅខ្ញុំធ្វើមិននឹងដឹងបើសមុទ្រដូចជាទូវាចឹងចុះណាមុននេះដាច់ខាតមិនមែនត្រីទេជប់និយាយទៅប្រញាប់ទៅអារម្មណ៍នេះពិតជាអស្ចារ្យណាស់នោះជាអ្វីទៅវាជាបង្កងក្រវីងយក្សធំបែបនេះតែបង្កងមួយក្បាលនេះក៏អាចធ្វើជាទ្រព្យសម្បត្តិប្រចាំហាងបានដែរអ្នកស្រីសិនមិនដឹងថាមួយនេះទាក់ទាញភ្នែកគ្រប់គ្រាន់ឬអត់អ្នកស្រីសិនថ្ងៃស្អែកប្រធានជានឹងមកហើយអាហារសមុទ្រល្អនៅហាងយើងលក់អស់ហើយកុំបារម្ភនឹងមានវិធីដោះស្រាយអ្នកស្រីសិនគិតដល់ណាហើយឲ្យខ្ញុំគិតបន្តិចសិនបានអ្នកស្រីសិនគិតចុះខ្ញុំចង់ឃើញថានៅក្រុងយូវឹងក្រៅពីខ្ញុំនៅមានអ្នកណាអាចគ្រប់គ្រងទំនិញឲ្យអ្នកទៀតអ្នកស្រីសិនហេតុអ្វីមិនយល់ព្រមគាត់មនុស្សដូចលីហៅមានមហិច្ឆតាខ្លាំងណាស់គេចង់ដាច់មុខអាជីវកម្មអាហារសមុទ្រនៅយូវឹងបើខ្ញុំយល់ព្រមអនាគតតម្លៃនឹងស្ថិតក្រោមការសម្រេចរបស់គេតែម្នាក់ឯងអ្នកស្រីសិននាំមនុស្សមកកំពុងផែនទូទំនិញបាទមើលឆ្អែតហើយនៅអ្នកស្រីសិនទាំងនេះគ្រប់គ្រាន់ទេទាំងនេះអ្នកចាប់បានដោយខ្លួនឯងមែនបាទខ្ញុំចាប់បានដោយខ្លួនឯងទាំងអស់